มาใส่hướng bỏ dươngវិញใส่hướngទី1នេះខ្ញុំទទួលបានពីបងប្អូនម្នាក់ដែលបានកើតឡើងហេតុការណ៍ទាំងមូលនៅក្នុងថ្ងៃទី10ខែ7ឆ្នាំ2022ចឹងកាលពី3ឆ្នាំមុនឥឡូវ2025មិនណា22ចឹងកាលពី3ឆ្នាំមុនបានកើតឡើងហេតុការណ៍នេះចំពោះគាត់ស្ដែងតែម្ដងហើយខ្ញុំចង់ដឹងថាបើសិនជាបងប្អូនជួបដោយគាត់តើបងប្អូននឹងធ្វើបែបណាតើបងប្អូននឹងធ្វើយ៉ាងម៉េចហើយសូមសម័យសាច់រឿងមួយនឹងទាំងអស់គ្នាថាតើគាត់ជួបអីគេខ្លះគាត់មានដៃគូស្នេហាគាត់ម្នាក់ជាកូនចៅអ្នកភ័យវែងអញ្ចឹងក្នុងករណីហ្នឹងគាត់ស្គាល់គ្នានៅក្នុងពេញគាត់បានស្គាល់គ្នាមើលចិត្តមើលថ្លើមគ្នាចាប់ចិត្តប្រតិបត្តិខ្លាំងហើយមើលទៅនេះហើយគឺជាឧត្តមភរិយារបស់ខ្ញុំនេះហើយជាម្ដាយរបស់កូនខ្ញុំគាត់បានប្រាប់ទៅឪពុកម្ដាយឲ្យចូលស្ដីដណ្ដឹងទៅដល់ខាងស្រីអញ្ចឹងឪពុកម្ដាយក៏ពេញចិត្តខាងស្រីដែរអញ្ចឹងក្នុងករណីហ្នឹងនៅក្នុងថ្ងៃទី10ខែ7ក្នុងឆ្នាំ2022ហ្នឹងជាថ្ងៃកើតហេតុហ្នឹងគឺជាថ្ងៃរៀបចំពិធីពិសាស្លាដកស្លាកសែងដែលយើងនិយាយថាភ្ជាប់ពាក្យដែលចាស់ទុំទាំងអស់ទទួលស្គាល់ថា2នាក់ហ្នឹងជាផ្លូវការចាប់ដៃគ្នាគេបើកសិទ្ធឲ្យហើយថា2នាក់ហ្នឹងតាក់ទងគ្នាហើយចាំតែដល់ថ្ងៃចូលរោងការតែប៉ុណ្ណោះពិធីបានរៀបចំឡើងខាងផ្ទះកូនស្រីដែលនៅមិនមែននៅក្នុងក្រុងទេនៅក្នុងភូមិនៅក្នុងឃុំអីចឹងណានៅឆ្ងាយពីក្រុងអញ្ចឹងរោងក៏បានសង់ឡើងមិត្តភ័ក្តិខាងប្រុសមិត្តភ័ក្តិខាងស្រីបានជិះឡើងទៅពីពេញទៅរៀបចំកម្មវិធីទៅចូលរួមកម្មវិធីអញ្ចឹងពិធីបានបញ្ចប់ហើយអស់ម្នាក់ក៏បានរៀបចំអីវ៉ាន់ឡើងមកពេញអត់មានអាគេនៅក្នុងទេដោយឡែកមានតែបងប្រុសតែម្នាក់គត់ដែលគឺជាតួឯកប្រុសនៅក្នុងកម្មវិធីបានទៅគេងនៅក្នុងផ្ទះមួយដែលម្ដាយឪពុកខាងស្រីទោះគាត់ទទួលស្គាល់ប៉ុណ្ណាក៏ដោយប៉ុន្តែឲ្យគេងផ្ទះជាមួយគ្នាទេគាត់ជាមនុស្សចាស់ដែលប្រកាន់ទំនៀមទម្លាប់ចឹងក្នុងករណីហ្នឹងគាត់បានយកផ្ទះរបស់បងប្អូនរបស់គាត់ដែលទុកចោលជាប្រភេទគាត់បានផ្ញើរូបថតដូចគ្នាគឺជាប្រភេទផ្ទះថ្មរបៀបវីឡាទឿតែសង់របៀបផ្ទះល្វែងអញ្ចឹងផ្ទះលើកថាផ្ទះល្វែងចុះផ្ទះល្វែងថ្មតែមួយជាន់អត់មានជាន់ឡើងទឿអត់មានអ្វីទាំងអស់គឺមួយល្វែងសង់ទៅតែម្ដងនៅក្នុងផ្ទះនឹងផងដែរមានច្រើនបន្ទប់អញ្ចឹងរបៀបផ្ទះចំនួនដើមបើសិនជាបងប្អូនចូលទៅដល់ផ្ទះខាងផ្សារថ្មីឬក៏អីអញ្ចឹងនៅម្ដុំផ្ទះអស់ហ្នឹងអញ្ចឹងគេអត់សង់បន្ទប់ដូចសម័យឥឡូវនៅជាន់ក្រោមអត់មានបន្ទប់ទេមានជាន់ឡើងទឿមានបន្ទប់ហើយនៅជាន់លើ master bedroom ហ្មងអត់មានអញ្ចឹងទេគឺបន្ទប់អញ្ចឹងទៅហ្នឹងហើយអញ្ចឹងគាត់បានចូលទៅគេងនៅក្នុងបន្ទប់ទី1នៅក្នុងផ្ទះមួយហ្នឹងអញ្ចឹងនៅពេលដែលបងប្អូនរបស់គាត់បានចេញទៅពេញហើយមិត្តភ័ក្តិរបស់គាត់បានចេញទៅពេញហើយគាត់ក៏ដើរតម្រង់ទៅផ្ទះមួយហ្នឹងគាត់បានកាន់ប៊ីយ៉ាដែលនៅសល់មួយយួរ6កំប៉ុងមួយយួរចូលទៅក្នុងផ្ទះហ្នឹងដូចគ្នាព្រោះយប់ហ្នឹងគឺគាត់គេងតែម្នាក់ឯងនោះទេអត់មានអ្នកណាគេងជាមួយគាត់ទេគាត់គិតថាកុំឲ្យគេថាពេលស្វឹងបាត់ខ្លាចណាចឹងកោះផឹកអីចឹងទៅឈៀលអង្គុយមើលទេសភាពអីចឹងទៅដល់យប់បន្តិចចាំគាត់ចូលគេងចឹងគាត់បានដើរតម្រង់ជាមួយនឹងមីយ៉ារបស់គាត់ចូលដល់ក្នុងផ្ទះហ្នឹងប្រហែលល្បាក់ម៉ោង7យប់បញ្ជាក់ផងដែរផ្ទះមួយហ្នឹងគឺព័ទ្ធទៅដោយដើមឫស្សីខ្ពស់មែនតើព័ទ្ធជាមួយនៅក្នុងផ្ទះនៅជិតហ្នឹងអត់មានផ្ទះអ្នកភូមិទេតប្រហែលជា200-300ម៉ែត្រទៀតទៅមិនមានផ្ទះអញ្ចឹងផ្ទះហ្នឹងក៏មិនមានលបងអីឲ្យស្រួលបួសដែរគឺសង់ផ្ទះនៅលើដីឯកជនតែម្ដងអត់មានលបងអីទេហើយព័ទ្ធទៅដោយគេហៅគេដើមឫស្សីនៅពីក្រោយផ្ទះគឺមានភ្នូខ្មោចច្រើនមែនតើអញ្ចឹងគាត់ឃើញអញ្ចឹងហើយជាហេតុដែលគាត់កាន់ប៊ីយ៉ាយកទៅញ៉ាំហ្នឹងឯងអញ្ចឹងគាត់ញ៉ាំបដារហូតដល់ម៉ោងពាក់កណ្ដាលទៀតព្រោះគាត់ញ៉ាំពេញគាត់អត់អាចគេងបានន័យថាឆាប់ចូលគេងដូចអ្នកនៅតាមជនបទនោះទេអញ្ចឹងម៉ោង10 11អីទៅគាត់គេងហើយខែ7គឺជាខែភ្លៀងដល់បងប្អូនអញ្ចឹងមេចាប់បានធ្លាក់ត្រជាក់ហើយបើសិនជានៅម្ពិញយើងថាធ្លាក់ត្រជាក់កម្រិត1ប៉ុន្តែនៅជនបទនៅតាមវាលស្រែនៅតាមតំបន់ដែលមានដើមឈើធំត្រជាក់គុណនឹងម្ពិញនឹងគុណនឹង2គុណ3អញ្ចឹងក្នុងករណីហ្នឹងនៅពេលដែលគាត់ចូលគេងគាត់បានពាក់ hoodie អាវមានមួកណាបងប្អូនអាវយឺតមានមួកសោកពាក់ hoodie ដើរបិទបង្អួចទាំងអស់អញ្ចឹងគាត់បានសម្រាកនៅក្នុងផ្ទះមួយហ្នឹងគាត់ចង hoodie របស់គាត់រហូតដល់ច្រមុះអញ្ចឹងនៅសល់ប្រឡប់ហែប៉ុណ្នេះហេឃើញតែភ្នែកទេដើម្បីឲ្យបាត់ជានៅពេលដែលគាត់គេងបងប្អូនអាចសម្រេចឃើញទេផ្ទះមួយដែលគេងម្នាក់ឯងយើងបិទភ្លើងក៏ដោយបើកភ្លើងក៏ដោយប៉ុន្តែស្លឹងមើលខាងក្រៅអូយព្រឺព្រោះអាហ្នឹងខ្ញុំធ្លាប់ឆ្លងកាត់ខ្ញុំដឹង
គេងនៅខាងក្រៅឃើញដើមអាស័យបក់ល្វិចទៅតាមខ្យល់បក់ខ្យល់ខ្លាំងវាបោកគ្នាឬសូរសំឡេងស្លឹកឈើឬសូរសំឡេងក្អាត់យំឬសូរសំឡេងសត្វតែកំពុងតែយំខាងក្រៅអាដើមឈើនឹងគិតពីបក់បើសិនជាខ្យល់ខ្លាំងទៀតកាន់បក់ខ្លាំងទៀតខ្ញុំហ៊ានធានាឲ្យសម្រាប់ខ្ញុំហ្មងគឺខ្ញុំខ្លាចព្រោះពីមុនខ្ញុំដែលខ្ញុំគេងនៅផ្ទះម្អុំរបស់ខ្ញុំគាត់ដាំដើមឈើធំមានដាំទឹកដោះមានអីចឹងស្វាយអញ្ចឹងណាពេលយប់ឡើងអូយបធូរឲ្យខ្យល់បក់ខ្លាំងមកបក់តាដើមឈើខ្ញុំបាសសក់ដែរអញ្ចឹងក្នុងករណីហ្នឹងដែលគាត់ខ្លាចគាត់អត់ចង់ឃើញស្ថានភាពមួយហ្នឹងព្រោះគាត់ដឹងហើយនៅក្រោយមានភ្លោខ្មោចគាត់ទាញវាំងនួនបិទថែមទៀតអញ្ចឹងគាត់ក៏សង្ងំគេងទៅនៅពេលដែលគាត់សង្ងំគេងប្រហែលជាម៉ោង12យប់គាត់មានអារម្មណ៍ថាអាកាសធាតុដែលគាត់មានអារម្មណ៍កក់ក្ដៅហើយនេះពាក់ hoodie ហើយនេះចង់នេះមានអារម្មណ៍កក់ក្ដៅហើយនេះស្រាប់តែធ្លាក់ត្រជាក់មួយរំពេចធ្លាក់ត្រជាក់ខ្លាំងដែលគាត់ដឹងខ្លួនហើយគាត់មានអារម្មណ៍ថា hoodie របស់គាត់ចាប់ផ្ដើមស្រាយម្ដងបន្តិចស្រាយរហូតដល់ឃើញមាត់របស់គាត់ដៃជើងរបស់គាត់ក៏មើលគាត់រួចទេគាត់គេងនៅថ្មឹងមួយកន្លែងប៉ុន្តែគាត់មានអារម្មណ៍ថាមានមនុស្សហក់ម្លងគាត់អារបៀបគាត់គេងហើយហក់ពីឆ្វេងមកស្ដាំទៅឆ្វេងពួកអីពូករបស់គាត់ធត់ធម្មតាបងប្អូនគេងលើពូកនៅពេលដែលមានគេជន់ប្រកាសជាធត់មិនតិចហ៎ហក់ពីឆ្វេងមកស្ដាំទៅឆ្វេងហក់ម្លងគាត់ចុះហក់ម្លងគាត់ឡើងហក់ម្លងគាត់ចុះហក់ម្លងគាត់ឡើងហេតុអីបានគាត់ដឹងថាមនុស្សហក់អារឿងពូកនេះគឺជារឿងមួយហើយប៉ុន្តែរឿងមួយទៀតមានសក់អយព្រឺមានសក់នៅពេលដែលហក់នឹងសក់អូសកាត់គាត់មកខាងនេះហក់មកខាងនេះសក់អូសកាត់គាត់មកខាងនេះរហូតដល់គាត់កន្លាប់គ្រាប់ភ្នែករបស់គាត់មើលអ្វីដែលគាត់បានឃើញគឺជាមនុស្សស្រីម្នាក់ដែលមានសក់វែងរហូតដល់ដៃភ្នែកធំធ្មេញសួចមុខអាក្រក់មែនទែនស្លៀករូបសប៉ុន្តែមិនមែនជាសស្គូសលក្ខណៈប្រឡាក់មុខសាច់ឈាមទាំងអស់គឺខ្មៅឡើងក្រឹបតែម្ដងឃើញតែភ្នែកហើយម្នាក់នឹងបែរមើលមុខគាត់ហើយស្ញែងហើយហក់នៅពេលដែលឃើញហក់ចុះហក់ឡើងម្នាក់នឹងស្រាប់តែហត់ទៅខាងក្រោយអោនមុខចុះមិនអោនមុខចុះបានក្រាបចុះវាថយក្រោយឡើងទៅលើធ្នឹងហើយគាត់ឃើញច្បាស់អូយព្រឺគាត់ឃើញច្បាស់នៅនឹងភ្នែកគាត់ថាវាដូច Spider-Man អញ្ចឹងដូចសាច់រឿងដូចបងស្រីបោះបង្ធីកាលពីអេពីសូតមុនដែលខ្ញុំបានចែកណាបងមួយដែលគាត់បានដឹកធ្វើរបរឡានដឹកស្ទូចហ្នឹងណាគឺវាទៅលើធ្នឹមនៅលើធ្នឹមតោងនៅជាងដៃក្រួយតោងជាប់ជាមួយនឹងជាងមើលមកគាត់ឲ្យស្ញែងដាក់គាត់សក់វិញគឺវែងមែនតើគាត់ភ័យខ្លាំងមែនតើហើយបើមិនភ័យទៅមិនចម្លែកគាត់ផឹងបិទភ្នែកទៅវិញខ្លួនគាត់ក៏ដឹងគឺរួចដែរបានប្រហែលជា5វិនាទីទៅ10វិនាទីគាត់បើកភ្នែកមកវិញដងនេះខ្មោចស្រីដែលគាត់បានឃើញទុំនៅលើជាងហ្នឹងបានបាត់ហើយជំនួសដោយព្រលឹងមួយទៀតជាមនុស្សស្រីដូចគ្នាសក់ខ្លីស្លៀកពាក់បែបបុរាណដូចជំនាន់លងវែកដោយចងពងហើយស្លៀកក្បិនគាត់ប្រាប់ទាំងពណ៌ក្បិនទៀតមានន័យថាពណ៌ក្បិនពណ៌ស្លាទុំពងពណ៌បៃតងមានសភាពស្គមស្គាំងខ្លួនឡើងខ្មៅក្រឹបឈរនៅចុងជើងរបស់គាត់មើលមកគាត់មិនមែនតែម្នាក់ឯងទេតែព្រលឹងមួយហ្នឹងមានសេនា2នាក់ទៀតជាមនុស្សប្រុសមៀតធំក្បាលទាំងហោលខ្មៅដូចគ្នាឈរអមសងខាងម្នាក់ស្រីហ្នឹងសួរថាមានតែ3ហ្នឹងមែនមិនមែនទេខ្មោចស្រីហ្នឹងអើយពឺក្បាលណាខ្មោចស្រីហ្នឹងមានបរិវារជាច្រើនឈរពីក្រោយហ្នឹងទៀតដោយគេហៅថាកាន់តោកអារបៀបជីឡាវអាសាច់ជីគ្របដូចបុរាណដូចសម័យលងវែចាអាកាន់មហូបមានផ្កាមានអីចឹងគេដាក់ស្វាយប្រាក់ស្វាយអីហ្នឹងអាដូចតោកអីហ្នឹងកាន់ហូជាជួរទៅជាពីរជួរហើយច្រើនមែនទែនឈរក្រោយម្នាក់កាន់ចឹងគ្រប់គ្នាគាត់ភ័យខ្លាំងពេកចារហូតដល់គាត់ចង់គាំងណាគាត់បានបិទភ្នែកមកវិញបើកភ្នែកមកវិញឃើញម្ដងទៀតសមោលម្នាក់ហ្នឹងនឹងបរិវារទាំងឡាយក៏ចាប់ផ្ដើមរលត់បាត់ទៅវិញនៅពេលដែលគាត់បានឃើញថាខ្មោចមួយនឹងបានបាត់ខ្លួននេះអាកាសធាតុនៅក្នុងបន្ទប់ទាំងមូលប្រែបែរជាក្តៅហើយអ្វីដែលគាត់ឃើញស្របពេលដែលគាត់ឃើញព្រលឹងទាំងអស់នឹងគាត់បានឃើញថាប្អូនរបស់គាត់បើកទាំងអស់ស្របពេលដែលគាត់បានបាត់ហើយប៉ុន្តែនៅពេលដែលខ្មោចទាំងអស់បានបាត់ខ្លួនទៅព្រលឹងទាំងអស់អមនុស្សទាំងអស់បានបាត់ខ្លួនទៅ
គាត់បានឃើញថាបន្ទប់ទាំងអស់គឺបិទដូរសភាពដើមដែលគាត់ចូលមកដំបូងអញ្ចឹងសួរថាតើនេះជាការយកសពមែនគាត់ថាគាត់មិនមែនយកសពទេព្រោះអីអ្វីដែលគាត់ឃើញនឹងបទពិសោធន៍របស់គាត់វាស្ដែងខ្លាំងពេកតែគាត់បើកភ្នែកមានអារម្មណ៍ថាវាមិនបានភ្ញាក់បើសិនជាពាក់កណ្ដាលយកសពពាក់កណ្ដាលគេងបងប្អូនដឹងខ្លួនឯងពេលភ្ញាក់តែគាត់ថាគាត់អត់មានដឹងខ្លួនឯងថាពេលភ្ញាក់ផងគឺគាត់គ្រាន់តែបិទភ្នែកបើកភ្នែកចឹងណាអ្វីបានប្រែប្រួលទាំងអស់ព្រលឹមឡើងគាត់បានទៅប្រាប់ទៅខាងម្ដាយក្មេករបស់គាត់ឪពុកក្មេករបស់គាត់បងប្អូនសាច់ញាតិទាំងអស់ព្រោះអីបងប្អូនសាច់ញាតិទាំងអស់ពេលដើរមករកគាត់ព្រលឹមឡើងព្រោះឃើញគាត់គេងរៀងយូរអត់ឃើញតែញ៉ាំបអត់ឃើញអីក៏ដើរមករកឃើញសភាពគាត់ម្នាក់ដឹងថាគាត់បានជួបរឿងអីហើយអញ្ចឹងម្នាក់បានយកគាត់ទៅស្រោចទឹកក្នុងកំឡុងពេលដែលគាត់ស្រោចទឹកនេះផុតពីនឹង1ខែ2ខែនេះគាត់ប្រាប់ថាគាត់ជាមនុស្សម្នាក់ដែលថាលើកើគាត់ប្រាប់ខ្ញុំអញ្ចឹងគាត់ថាគាត់ដូចលើកើអញ្ចឹងណាព្រោះអីឥឡូវខ្ញុំចង់ប្រាប់ថាខ្ញុំតែញ៉ាំបាយក្នុងខួរក្បាលរបស់គាត់និយាយថាខ្ញុំតែញ៉ាំបាយហើយច្បាស់ប៉ុន្តែមាត់របស់គាត់បជាមកគឺខ្ញុំរបៀបអញ្ចឹងរបៀបនិយាយមនុស្សបាត់សតិប៉ុន្តែទាំងគាត់ដឹងខ្លួនឯងថាគាត់និយាយត្រូវហើយតែមាត់របស់គាត់អត់សហការនឹងគេហៅថាភ័យលួសព្រលឹងណាបងប្អូនហើយគាត់បានស៊ើបប្រវត្តិផ្ទះនឹងពីបងប្អូនរបស់គាត់ទាំងអស់ពីបងប្អូនខាងស្រីណាបងប្អូនខាងស្រីបានប្រាប់ថាផ្ទះមួយនឹងគឺសង់ខុសដោយសារតែនៅពេលដែលសាងសង់ម្ចាស់ផ្ទះបានមានចំនួនជាមួយនឹងជាងចឹងហើយមេជាងអត់ដឹងថាធ្វើអីទេចឹងនៅពេលដែលចូលនៅអត់សុខសោះនៅចិត្តតែមានរឿងចិត្តតែជួបហេតុការណ៍នានាអញ្ចឹងហើយទើបបានផ្ទះនឹងទុកចោលអញ្ចឹងផ្ទះនឹងបើនិយាយទៅដូចផ្ទះថ្មីស្រឡាងអញ្ចឹងដែលម្ចាស់ផ្ទះនៅបានតាយូរបំផុតថា1ខែចោះក៏ទុកចោលតែនៅផ្ទះមួយទៀតនៅចិត្តនឹងតែជាអកុសលគាត់ត្រូវបានគេងនៅក្នុងផ្ទះនឹងតែម្នាក់ឯងតើហេតុការណ៍ទាំងអស់ខុសដោយសារអីខុសដោយសារតែគាត់បានមុននឹងថ្ងៃដែលគាត់ទៅគេងនៅក្នុងផ្ទះនឹងបកមកក្រោយវិញគ្រួសាររបស់គាត់ដែលជាគូដណ្ដឹងរបស់គាត់បានប្រាប់ទៅចែអូបងឯងចាំមើលទៅគេងផ្ទះនឹងដឹងតែមានខ្មោចលងហើយគាត់បានពោលពាក្យមួយម៉ាត់នេះខ្លាចអីខ្មោចបើមានខ្មោចមែនគាត់ចង់ឃើញមួយម៉ាត់នឹងឯងដែលហេតុការណ៍ទាំងអស់បានកើតឡើងចំពោះគាត់ប៉ុន្តែសំណួរសួរវិញថាចេះបើសិនជាផ្ទះនឹងសង់ខុសទៅហើយនៅខាងក្រោយមានភ្នូខ្មោចហើយព័ទ្ធជុំវិញទៅដោយដើមឈើធំគេហៅថាអាហ្នឹងដូច set ថតកុនអញ្ចឹងវា all set ហ្មងរៀបចំហើយស្រេចស្របពេលដែលហុងស៊ុយនៅក្នុងផ្ទះនឹងក្តីក្បួននៅក្នុងការធ្វើផ្ទះនឹងក្តីបានខុសបាត់ទៅហើយដែលអនុញ្ញាតដោយមិនមានជំនាញផ្ទះអនុញ្ញាតឲ្យព្រលឹងជាច្រើនមកតាំងទីនៅកន្លែងហ្នឹងសួរថាបើគាត់មិននិយាយពាក្យហ្នឹងគាត់អាចនឹងជួបទេឱកាសក៏នៅតែអាចជួបដែរឱកាសខ្ពស់តែអាចជួបយេស៊ូស្ដាប់អូខេនេះគឺជាហេតុការណ៍ទី1ជាសាច់រឿងទី1នៅក្នុងអេពីសូតមួយនេះតោះឥឡូវយើងចូលដល់សាច់រឿងទី2របស់យើងដែលតាក់ទងជាមួយនឹងសក់អញ្ចឹងបើអ្នកដែលស្រឡាញ់សក់ចូលចិត្តពាក់សក់ស្ដាប់អេពីសូតនេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចពិចារណាជាថ្មីទៅលើសក់ពាក់ហ្នឹងព្រោះសម្រាប់ខ្ញុំហ្មងមិត្តភ័ក្តិដែលខ្ញុំដើរលេងជាមួយជាមនុស្សស្អីអញ្ចឹងយើងគេជុំគ្នាអីគាត់ពាក់សក់ហើយគាត់បោកសក់គាត់ហាលណាពេលខ្លះខ្ញុំដើរចូលផ្ទប់ទឹកខ្ញុំផ្អើលដែរខ្ញុំស្រែកឥឡូវវាបើកទូមកឃើញអីក៏ស្រែកផ្អើលដែរទាំងបងប្អូនប្រហែលជាយល់អារម្មណ៍ហ្នឹងហើយអញ្ចឹងចង់ដឹងថាតើសាច់រឿងនេះវាមានសាច់ក្នុងលំអិតប៉ុណ្ណាតោះយើងចូលទៅស្ដាប់ទាំងអស់គ្នាបងស្រីដែលបានចែករំលែកសាច់រឿងមួយនេះគាត់បានផ្លាស់ប្ដូរទីលំនៅហើយទៅនៅឯប្រទេសអាមេរិកហើយខ្ញុំអរគុណបងស្រីមែនតើផ្ញើជូនទៅបងស្រីជាពិសេសព្រោះពេលដែលគាត់ឃើញរឿងអីតាក់ទងមួយអាមនុស្សគាត់តែងតែផ្ញើ link ឲ្យខ្ញុំមើលជាប្រចាំមិនដែលដាច់ទេអញ្ចឹងខ្ញុំអរគុណពីសំណានចិត្តរបស់បងហើយនេះជាអេពីសូតសម្រាប់បងសាច់រឿងនេះបានកើតឡើងនៅពេលដែលគាត់នៅស្រុកខ្មែរនេះដែលគាត់មិនទាន់មានគ្រួសារដែលគាត់ទើបតែបញ្ចប់ការសិក្សានៅក្នុងឆ្នាំ2015-2016ចឹងនៅពេលដែលគាត់បញ្ចប់ការសិក្សាសាថ្នាក់បរិញ្ញាបត្រឆ្នាំ2015-2016ហ្នឹង2016គាត់បានទទួលបានការងារមួយខ្ញុំសូមបើកវងកញ្ចក់កន្លែងហ្នឹងតិចតើបងស្រីមានស្ថានភាពគ្រួសារបែបណាស្របពេលដែលគាត់នៅក្នុងភ្នំពេញនេះគាត់នៅជាមួយនឹងឪពុកម្ដាយដែលឪពុកម្ដាយរបស់គាត់គឺជាអ្នកជឿជាអ្នកប្រតិបត្តិគឺជាអ្នកធម៌អាអ្នកជឿទៅលើរឿងអមនុស្សអ្នកជឿទៅលើរឿងបិណីអ្នកជឿទៅលើសែនព្រេននានាខ្មោចព្រាយបិសាចនានាអញ្ចឹងគ្រួសារគាត់ជាមនុស្សជំនឿគាត់មានបងប្អូនចំនួន5នាក់គាត់មានបងស្រីធំមួយគាត់គឺជាកូនទី2គាត់មានប្អូនស្រី2នាក់បន្ទាប់ទៀតនិងប្អូនប្រុសពៅរបស់គាត់
ប្អូនប្រុសពៅរបស់គាត់គឺជាក្មេងពិសេសព្រោះដោយសារតែប្អូនប្រុសពៅរបស់គាត់កើតមកគឺមានសំណុំសវ៉ាដែលគាត់មានញាណពិសេសខ្ញុំជឿជាក់ថាបងប្អូនមួយចំនួនគាត់ដឹងថាពាក្យថាសំណុំសវ៉ាអ្នកខ្លះគេថាសំណុំសវ៉ារុំកអ្នកខ្លះសំណុំសវ៉ាពាក់ឈៀងអីចឹងទៅឬក៏ខ្វែងអីចឹងទៅបងប្អូនប្រហែលដឹងហើយចឹងគាត់មានញាណពិសេសចឹងសាច់រឿងក្រោយៗខ្ញុំនឹងចែកម្លែកតាក់ទងពីគាត់ឥឡូវបកមករឿងបងស្រីវិញចឹងនៅក្នុងឆ្នាំ2016គាត់បានទទួលបានការងារមួយគាត់ជាការងារដំបូងរបស់គាត់មានប្រាក់ខែ$200ហើយគាត់បានធ្វើការនៅក្នុងស្ថាប័នហិរញ្ញវត្ថុមួយចឹងដោយសារតែប្រាក់ខែ$200គាត់ជួយធម្មតាយើងបានការងារដំបូងប្រាក់ខែដំបូងកូនជូនម៉ាក់ហើយចាប់ផ្ដើមជួយចេញថ្លៃផ្ទះជួយចេញថ្លៃភ្លើងជួយចេញថ្លៃម្ហូបជាពិសេសនឹងចាយវាផ្សេងចាប់ផ្ដើមដើរហើរច្រើនព្រោះមានអារម្មណ៍ថាទទួលបានឯករាជ្យអញ្ចឹងខ្ញុំជឿថាបងប្អូនម្នាក់ណាក៏មានអារម្មណ៍ដូចគ្នាដែរប៉ុន្តែប្រាក់ខែ$200នេះគឺចាយអត់គ្រប់ទេត្រូវទេបងប្អូនទាំងអស់គ្នាមិនថានៅក្នុងឆ្នាំណាទេ$200កាលពីឆ្នាំ1900ជាងប្រហែលជាចាយគ្រប់ប៉ុន្តែតែចូល2010ឡើងហើយវាចាយអត់គ្រប់ទេ$200អត់ច្រើនទេហើយការងារដំបូងក៏ជាប្រាក់ខែដែលធម្មតាដែរដែលទទួលបាន$200ហ្នឹងអញ្ចឹងនៅពេលដែលគាត់ធ្វើការហ្នឹងគាត់បានរាប់អានជាមួយនឹងមិត្តភ័ក្តិក្រុមការងារគាត់ម្នាក់រាប់អានស្និទ្ធមែនតើញ៉ាំបាយជាមួយគ្នាដើរលេងជាមួយគ្នាអីជាដើមឡើងអញ្ចឹងទៅអញ្ចឹងនៅល្ងាចមួយនៅពេលដែលចប់ការងារគាត់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់បានទៅដើរផ្សារមិត្តភ័ក្តិរបស់គាត់មានបងច្រូនមួយគាត់មួយដែលបើកហាងលក់សក់នឹងឯងអញ្ចឹងគាត់ក៏នាំមិត្តភ័ក្តិរបស់គាត់ដែលជាបងស្រីហ្នឹងម្ចាស់ស្រីរឿងហ្នឹងទៅហាងមួយហ្នឹងនៅពេលទៅដល់មិត្តភ័ក្តិរបស់គាត់បានប្រាប់ណាលក្ខណៈថាមានសក់ណាល្អអត់យកឲ្យមិត្តភ័ក្តិគាត់មើលផងព្រោះមិត្តភ័ក្តិរបស់គាត់ជាម្ចាស់សាច់រឿងហ្នឹងគាត់តាំងពីកើតមកសក់របស់គាត់អត់ល្អទេសក់របស់គាត់បែកចុងសក់របស់គាត់អត់មានជីវជាតិបងស្រីបងប្អូនស្រីទាំងអស់ប្រហែលជាយល់ហើសក់អត់ល្អហ្នឹងមានន័យថាម៉េចអញ្ចឹងបងស្រីដែលជាបងស្រីរបស់មិត្តភ័ក្តិគាត់ហ្នឹងបានទាញសក់3ឆ្នូតស្អាតមែនទែនយកមកលោឲ្យគាត់មើលហើយគាត់ឃើញភ្លាមគឺគាត់ស្រឡាញ់ភ្លាមព្រោះនៅពេលដែលគាត់ពាក់សក់ហ្នឹងគឺត្រឹមចង្កេះរបស់គាត់គាត់ស្រឡាញ់ណាលោកចូលកប៉ៅសួរថាតម្លៃប្រហែលក្នុងតម្លៃណាមួយដែលគាត់បញ្ជាក់ទេដែលគាត់ថាថ្លៃខ្លាំងមែនទែនអញ្ចឹងគាត់ក៏ទាញនៅក្នុងកប៉ៅទៅមានលុយតែ$20ទេអញ្ចឹងដោយសារតែគាត់ស្រឡាញ់សក់នឹងខ្លាំងពេកបងស្រីរបស់មិត្តភ័ក្តិរបស់គាត់ឃើញបែបហ្នឹងក៏បញ្ចុះតម្លៃមកតែប្រហឹងតែម្ដងលក់ឲ្យគាត់ក្នុងតម្លៃ$150គាត់ទាញលុយ$20ដែលនៅសេសសល់ពីកាបូបរបស់គាត់យកមកកក់ហើយគាត់អត់ទាន់ហ៊ានយកសក់នឹងមកទេដោយសារតែលុយអត់គ្រប់គាត់ក៏នាំមិត្តភ័ក្តិរបស់គាត់ទៅប្រចាំកាតហ្គរីម៉ូតូបានលុយ150ហ្នឹងជិះបកមកវិញហើយយកលុយ150ហ្នឹងយកទៅឲ្យប្រគ្រប់ទៅបងស្រីរបស់មិត្តភ័ក្តិរបស់គាត់យកសក់នឹងមកគាត់ស្រឡាញ់សក់នឹងខ្លាំងមែនទែនគាត់ជាប់ក្នុងថង់ខ្មៅជិះមកដល់ផ្ទះនៅពេលដែលគាត់ជិះមកដល់ផ្ទះគាត់ជួបម៉ាក់គាត់ជាមនុស្សដំបូងគាត់បានទាញសក់នឹងឲ្យម្ដាយមើលណែម៉ាក់ខ្ញុំបានសក់ស្អាតមែនទែនហ្មងម៉ាក់គាត់ឃើញហើយអារម្មណ៍ល្អឯងប្រាប់កូនថាបានសក់ពីណាហ្នឹងអត់ស្គាល់ប្រភពផងចិត្តទិញមកដូចអញ្ចឹងណាហើយគាត់ក៏មិនខ្វល់ដែរអាមនុស្សពងតែពេញស្រឡាញ់ណាអញ្ចឹងគាត់ឡើងទៅដល់គាត់ចាប់ផ្ដើមបោកសក់ហ្នឹង3-4ទឹកអីចឹងណាហើយចាប់ផ្ដើមលាបគ្រីមបន្ទន់ចាប់ផ្ដើមអីចឹងដើម្បីឲ្យក្អោបប៉ុន្តែទោះត្រង់ចំណុចមួយថាទោះគាត់ផ្លុំសក់នឹងស្ងួតគាត់លើកមកហិតវិញគាត់នៅតែធុំក្លិនខ្មិះធុំក្លិនស្អុយវាអត់ក្អោបណាគាត់ក៏គិតថាប្រហែលជាសក់នឹងដើមមកគេដាក់នៅក្នុងបាវឬក៏ដាក់នៅកន្លែងអត់ស្រួលដែលវាកាន់ក្លិនណាដែលមានសត្វស្អីឧទាហរណ៍ថាកដោជុំនុំដាក់ឬក៏ស្អីអញ្ចឹងទៅដែលធ្វើឲ្យវាជាប់ក្លិនយូរអញ្ចឹងក៏គាត់យកទៅបោកម្ដងទៀតហើយហាលនៅកន្លែងធ្នើកៅអៅរបស់គាត់នៅក្នុងបន្ទប់ហ្នឹងអញ្ចឹងនៅពេលដែលប្អូនស្រីរបស់គាត់ឡើងមកដល់បន្ទប់គាត់គេងជាមួយប្អូនស្រីគាត់ឡើងមកដល់ក្នុងបន្ទប់កលេឃើញសក់ហ្នឹងក៏ប្រាប់បានសក់មកពីណាហ្នឹងអត់ទំនងសោះខ្លាចវាអញ្ចឹងណាហើយក៏ចូលមួយទឹកកក់សក់ដកខ្លួនចាញ់មកវិញផ្លុំសក់ឲ្យស្ងួតស្របពេលដែលផ្លុំសក់នេះហេតុការណ៍ទី1បានកើតឡើងហេតុការណ៍នោះកើតឡើងចំពោះប្អូនស្រីរបស់គាត់នឹងឯងនៅពេលដែលកំពុងតែផ្លុំនៅពេលដែលកំពុងតែផ្លុំសក់នេះគាត់មានអារម្មណ៍ថាប្អូនស្រីរបស់គាត់មានអារម្មណ៍ថាមានមនុស្សឈរពីក្រួយខ្នងយកដៃមកប៉ះកញ្ចឹងកប្អូនស្រីគាត់ភឺកញ្ញាញណាផឹងផ្លុំសក់ឲ្យលឿនបន្ទាប់មកសង្ងំឡើងខែគេងដោយមិនប្រាប់បងមួយម៉ាត់ថាគាត់មានអារម្មណ៍អី
ចឹងស្អែកឡើងគាត់ក៏ពាក់សក់នឹងចេញទៅធ្វើការណាគេគាត់ទៅសារសក់នឹងដែរថាស្អាតដល់ហើយពាក់សមមែនតែនលយមែនតែនអញ្ចឹងទៅជិះមកដល់ផ្ទះវិញបងស្រីធំរបស់គាត់បានឃើញសក់នឹងនៅលើក្បាលរបស់គាត់ហើយក៏ចាប់ដើមសួរថាបានសក់នឹងមកពីណាគាត់ប្រាប់ថាទិញក្នុងតម្លៃប្រមាណស្អាតអត់អីអញ្ចឹងទៅបងស្រីគាត់ថាមិនចឹងអត់ដឹងសក់នឹងស្អីផងមិនយកអញ្ចឹងប្រមាណហ្នឹងយប់ហ្នឹងបងស្រីគាត់បានជួបហេតុការណ៍មួយជាហេតុការណ៍ទី2បងស្រីគាត់យប់ឡើងបានចុះមកក្រោមដើម្បីមកយកទឹកចឹងនៅពេលដែលម្នាក់គេងអស់ហើយបិទភ្លើងអស់ហើយបងស្រីរបស់គាត់ហ្នឹងបានចុះពីចដើគាត់ចុះមកដល់ចក្រានបាយនៅកន្ទុយភ្នែករបស់គាត់ឃើញស្រមោលខ្មៅមួយឈរនៅទូទឹកកកហើយទូទឹកកកហ្នឹងបានបើកដោយឯងអួយព្រមបើកដោយឯងនៅពេលដែលគាត់កន្លែងចំស្រមោលហ្នឹងបានបាត់ហើយអញ្ចឹងគាត់បានដើរទៅបិទទូទឹកកកហ្នឹងហើយរត់ឡើងទៅលើដោយមិនបានយកទឹកទាល់តែសោះនេះគឺជាហេតុការណ៍ទី2ហេតុការណ៍បន្តបន្ទាប់គាត់បាននៅតែស្រឡាញ់សក់នឹងពាក់ជាប្រចាំពាក់រាល់ថ្ងៃហើយបោករាល់ថ្ងៃប៉ុន្តែទាស់ត្រង់ថាតាំងពីពេលដែលគាត់ពាក់សក់នឹងមកគាត់មានអារម្មណ៍ថាហត់នឿយខុសធម្មតាអារម្មណ៍អត់មូលអារម្មណ៍អត់នៅនឹងខ្លួនមួម៉ៅខុសធម្មតាហើយកញ្ចឹងកគាត់តែងតែរយជានិច្ចដោយមិនដឹងមូលហេតុមិនមែនលើសជាតិអាស៊ីតព្រោះនៅក្មេងអត់មានលើសជាតិអាស៊ីតអីទេក៏អត់មានញ៉ាំអីខុសដែរព្រោះវាកើតឡើងប្រចាំថ្ងៃគាត់រួយក៏ខុសធម្មតាក៏អត់សូវចាប់អារម្មណ៍ដែរមកដល់ផ្ទះវិញបានប្រាប់ទៅម្ដាយថាហេតុការណ៍គាត់ឈឺអីចឹងទៅម្ដាយគាត់ក៏អារម្មណ៍អត់ល្អដែរនៅពេលដែលគាត់ឡើងសម្រាប់នៅគេងនេះយប់ឡើងនេះនៅពេលដែលគាត់អាលីវរកគេងលក់ម្ដាយរបស់គាត់គោះទ្វារបើកចូលតែម្ដងហើយប្រាប់ថាម៉ែអត់មានអារម្មណ៍ល្អមួយសក់ហ្នឹងទេយកទៅឲ្យគេវិញទៅទិញពីណាយកឲ្យគេវិញមនុស្សពងតែស្រឡាញ់សក់ហើយម្ដាយមកប្រាប់អញ្ចឹងគិតថាស្ដាប់ទេបងប្អូន 100% គឺអត់ស្ដាប់ទេគាត់នៅតែសង្ងំគេងធម្មតាយប់នឹងហើយដែលម្ដាយរបស់គាត់បានជួបហេតុការណ៍មួយម្ដាយរបស់គាត់បានចុះមកក្រោមយប់ឡើងនៅពេលដែលម្នាក់បិទភ្លើងគេងអស់ហើយគាត់ចុះមកក្រោមស្រាប់តែគាត់ឃើញកូនរបស់គាត់ថាឃើញកូនណាតែកូនស្រីគាត់ហ្នឹងដែលជាម្ចាស់សាច់រឿងហ្នឹងកំពុងតែកាយញាត់បាយសឡដែលគាត់បានគ្របទុកពីល្ងាចដែលញ៉ាំសល់កំពុងតែកាយញាត់គាត់បានស្អីថាពងធ្វើអីហ្នឹងម្នាក់ស្រីដែលគាត់ថាជាកូនហ្នឹងបានឈរនៅស្ងៀមទម្លាក់សកម្មភាពចោលទាំងអស់បែរមករកម្ដាយរបស់គាត់តែអត់មានបង្ហាញមុខទេសក់វែងគ្រប់មុខម្ដាយរបស់គាត់គិតថាកូនស្រីរបស់គាត់មិនទាន់ដោះសក់ហើយយកសក់នឹងមកគ្រប់មុខដោយសកម្មភាពអោនកាយនឹងឯងអញ្ចឹងកូនស្រីដែលគ្រប់មុខមួយនឹងនៅពេលដែលឃើញម្ដាយហើយក៏ដើរឡើងចដើទៅខាងលើវិញកូនស្រីមួយនឹងគឺស្លៀករូបខ្មៅពីកដល់ចុងជើងគឺស្លៀករូបខ្មៅម្ដាយរបស់គាត់មានអារម្មណ៍អត់ស្រួលហើយព្រោះគាត់មានអារម្មណ៍ព្រឺខុសធម្មតាសូម្បីតែខ្ញុំនិយាយឥឡូវក៏មានអារម្មណ៍ថាព្រឺខ្លាំងដែរព្រឺខុសធម្មតាដែលគាត់ដឹងថាមានអារម្មណ៍អត់ស្រួលហើយដូចមិនមែនកូនគាត់តែម្ដាយរបស់គាត់ក៏អត់មានបានទៅបើកមើលបន្ទប់កូនគាត់ថាកូនគាត់គេងនៅអត់ទេគឺបិទភ្លើងឡើងទៅគេងវិញសង្ងំតែយប់នឹងគឺម្ដាយរបស់គាត់គេងមិនលក់នោះទេអញ្ចឹងព្រលឹមឡើងនៅពេលដែលព្រលឹមពួកគាត់រៀបចំការងាររៀបចំចុះមកវិញហ្នឹងក៏តាំងចិត្តប្រាប់កូនថាចេះយកសក់ហ្នឹងទៅឲ្យគេវិញគាត់បានឃើញចេះខ្ញុំកាត់កន្លែងហ្នឹងវិញណាគាត់បានយកសក់ហ្នឹងទៅឲ្យម្ចាស់ហាងមែនប៉ុន្តែមុននឹងឲ្យម្ចាស់ហាងហ្នឹងគាត់បានជួបរឿងហេតុមួយទៀតក្នុងចន្លោះពេលហ្នឹងនៅក្នុងថ្ងៃហ្នឹងមិត្តភ័ក្តិរបស់គាត់មិនដឹងម៉េចមិត្តភ័ក្តិរបស់គាត់គឺជាអ្នកជឿសម្រាប់បងស្រីម្ចាស់រឿងតែបើថាគ្រួសាររបស់គាត់ជាអ្នកជឿមែនប៉ុន្តែគាត់មិនសូវជឿខ្លួនឯងមិនសូវជឿទេមិត្តភ័ក្តិរបស់គាត់ទាំងអស់3នាក់ជិះមកម៉ូតូជិះទៅរកគ្រូចឹងទៅរកគ្រូគាត់មិនមែនអ្នកជឿចឹងគាត់មើលទេគាត់ជូនទៅដល់គ្រូប្រជាន់រូបមួយដែលមានវ័យប្រហែលជា40ឆ្នាំនៅគៀកនៅទីក្រុងភ្នំពេញដែរទេចឹងនៅពេលដែលទៅដល់នោះមិត្តភ័ក្តិរបស់គាត់ធៀមសំណួរមានអីត្រូវសួរគ្រូនឹងរឿងស្នេហារឿងអីចឹងណាហើយគាត់អត់ចូលសួរទេគាត់ទៅអង្គុយមាត់ទ្វារចឹងផ្ទះឡើងចរាផ្ទះឈើឡើងចរាទៅអង្គុយមាត់ទ្វារហ្នឹងឯងចឹងនៅពេលដែលគ្រូចូលរូបរាងវឹបគឺមរិញគង់វិលជាអ្នកចូលគ្រូដែលមានគ្រូស្រីដែលមានអាយុមក40ឆ្នាំបានផ្លាស់ប្ដូរសម្លេងទៅជាកូនក្មេងរៀបនឹងសួរមិត្តភ័ក្តិរបស់គាត់រៀបនឹងសួរសំណួរ
គ្រូមរិញគង់វាលដែលចូលនឹងមិនបានឲ្យសួរអីទាំងអស់លើកដៃច្អល់ទៅបងស្រីម្ចាស់សាច់រឿងដែលអង្គុយនៅមាត់ទ្វារនឹងបងប្អូនដឹងថាគេច្អល់ហើយនិយាយថាម៉េចទេអាបងស្រីអង្គុយនោះអាបងមិនអញ្ចឹងមិនស្លៀកមិនមកកណាត់ខ្លួនឡើងខ្មៅហើយជើងជាប់ច្បាក់ទៀតតែប៉ុណ្ណឹងងាកមកមិត្តភ័ក្តិរបស់គាត់វិញហើយបន្តនៅការសួរសំណួរឆ្លើយសំណួរអីចឹងមួយពីរអញ្ចឹងទៅសម្រាប់គាត់ដែលអ្នកអង្គុយស្ដាប់មិនបានតាំងចិត្តសួរផងអង្គុយនៅមាត់ទ្វារនៅពេលដែលចូលរូបភ្លាមច្អល់មកប្រាប់គាត់ថាពាក់កណ្ដាលខ្លួនខ្មៅពាក់កណ្ដាលខ្លួនទៅដល់ជើងណាពាក់កណ្ដាលក្រោមហ្នឹងខ្មៅជើងជាប់ច្បាក់គាត់មានអារម្មណ៍ថាអត់ស្រួលហើយជឿឬមិនជឿសម្រាប់គាត់គឺគាត់ត្រូវតែខ្លាចគាត់គិតថាអាចជាហេតុភេទគ្រោះថ្នាក់ចរាចរណ៍ហើយចឹងក្នុងករណីហ្នឹង3អ្នករបស់គាត់ជិះមកវិញជិះអត់ហ៊ានជិះនៅលើផ្លូវជាតិទេព្រោះខ្លាចគ្រោះថ្នាក់ចរាចរណ៍ឬពាក្យហ្នឹងហើយជិះតាមផ្លូវតូចកលុកកលៀតរហូតដល់មកដល់ផ្ទះវិញបកមកដល់សាច់រឿងកន្លែងម្ដាយរបស់គាត់ប្រាប់ឲ្យគាត់មកលក់នេះគាត់បានយកសក់ហ្នឹងទៅលក់មែនតែដាក់នៅកន្លែងហាងបងស្រីហ្នឹងចឹងនៅពេលដែលដាក់នៅហាងបងស្រីហ្នឹងមួយរយៈហើយអត់មានឃើញដំណឹងគាត់បានប្រាប់ថាដាក់តាំងទៅបងហើយបើសិនជាលក់បានបងឯងទេមកប្រាប់ខ្ញុំមកចាំខ្ញុំមកជិះមកយកលុយអត់មានដំណឹងអ្វីទាំងអស់គាត់ក៏ទេទៅសួរបងស្រីហ្នឹងថាបងអើយមិនចើលក់បានអត់មានគេចាប់អារម្មណ៍មានគេបែកតៃអត់បងស្រីថាអត់មានទេអូនគាត់ក៏ថាអញ្ចឹងបងកុំភ្លេចណាបើសិនជាលក់បានបងឲ្យជួយលក់ប្រឹងលក់ឲ្យខ្ញុំផងបើលក់បានកុំភ្លេចប្រាប់ខ្ញុំនឹងជិះមកយកលុយបងស្រីក៏ទទួលពាក្យផ្ដាំផ្ញើថាអត់អីទេអូនចាំបងជួយប្រឹងលក់ឲ្យយប់ថ្ងៃដែលគាត់ទេហ្នឹងគាត់បានឡើងគេងគាត់បានយល់សពក្នុងយល់សពមួយហ្នឹងគឺនៅក្នុងបន្ទប់របស់គាត់យល់សពមួយហ្នឹងគឺគាត់ងើបពីគ្រែគាត់ទៅបើកនៅក្នុងទូកៅរបស់គាត់ស្រាប់តែឃើញសក់មួយហ្នឹងគាត់ឃើញសក់មួយហ្នឹងគាត់ដឹងនៅក្នុងយល់សពរបស់គាត់ថាហាក់សក់ហ្នឹងគ្រាន់យកទៅលក់អីតាមិនក៏នៅនឹងដែរគាត់បានចាប់យកសក់ហ្នឹងកាន់មើលស្រាប់សក់ហ្នឹងចាប់ដើមញ័រអូយភឺសាប់ចាប់ដើមញ័រគាត់តម្លាក់សក់ហ្នឹងទៅលើដីស្រាប់សក់ហ្នឹងលៀនដៃលៀនជើងលៀនខ្លួនទៅជាមនុស្សស្រីម្នាក់ដែលមានជើងជាប់ច្រវាក់នឹងឯងបង្ហាញខ្លួននៅចំពីមុខគាត់រត់ដេញគាត់ស្ទុះនៅក្នុងយល់សមស្ទុះទៅរកម្ដាយរបស់គាត់ចាប់ដៃគាត់រត់ចេញពីផ្ទះ3ជំហានដល់វត្តទាំងផ្ទះរបស់គាត់ហ្នឹងអត់មាននៅក្នុងវត្តទេដូចប្រវល់ភពចឹងណាបងប្អូនរត់ចូលទៅក្នុងវត្តម្នាក់ស្រីហ្នឹងរត់នៅពីក្រោយរបស់គាត់ហ្នឹងនៅតាមគាត់ទៅដល់ក្នុងវត្តហ្នឹងទៀតបងស្រីភ័យខ្លាំងមែនតើហើយម្នាក់ស្រីហ្នឹងស្រីប្រាប់គាត់ថាចេះមិនបាច់ផឹងរត់ទេទៅដល់ណាក៏គេនៅតែតាមបងស្រីហ្នឹងដែរបងស្រីនឹងបានប្រាប់ទៅពលឹងម្នាក់ដែលនៅក្នុងយល់សពនឹងប្រាប់ថាកុំធ្វើអញ្ចឹងខ្ញុំសុំទោសខ្ញុំស្រឡាញ់សក់ណាស់ជាសម្ដីរបស់គាត់នៅក្នុងយល់សពខ្ញុំស្រឡាញ់សក់ណាស់សក់នឹងស្អាតខ្ញុំស្រឡាញ់ណាស់តែខ្ញុំអត់មាននិស្ស័យទេកុំនៅជាមួយខ្ញុំអីទៅរកអ្នកដែលមាននិស្ស័យទៅបានត្រឹមតែប៉ុណ្្នឹងគាត់ភ្ញាក់នឹងខ្លួនឡើងបែកញើសជោគពលឹងល្មមគាត់ទៅធ្វើការទូរស័ព្ទគាត់បានរកឡើងគឺជាលេខបងស្រីរបស់មិត្តភ័ក្តិជាមិត្តរួមការងាររបស់គាត់នឹងជាអ្នកលក់សក់នឹងបានទេមកប្រាប់គាត់ថាអូនលក់ចាញ់ហើយល្ងាចឡើងមកយកលុយមកពេលចេញពីធ្វើការគាត់លឺហើយគឺគាត់អមែនតែនអញ្ចឹងល្ងាចឡើងគាត់បានជិះទៅយកលុយសាច់រឿងមួយនឹងបានចប់ត្រឹមតែប៉ុណ្្នឹងនេះគឺជាសាច់រឿងដែលតាក់ទងជាមួយនឹងសក់តើបងប្អូនណាខ្លះដែលស្រឡាញ់សក់ហើយជួបសាច់រឿងប្រហាក់ប្រហែលគ្នាខ្ញុំជឿជាក់ថាយោងតាមសាច់រឿងនេះអ្វីដែលខ្ញុំដឹងហើយខ្ញុំជឿជាក់មុតមាំ 100% គឺសក់នឹងគឺយកចេញពីមនុស្សតែម្ដងអាចជាសាកសពឬក៏អាចជាការធ្វើទរណកម្មព្រោះអ្វីដែលមរិញគង់វាលបានប្រាប់ទៅគាត់គឺជើងជាប់ច្រវាក់អាចជាការធ្វើទរណកម្មរបស់នៅប្រទេសណាឬក៏នៅក្នុងស្រុកឬក៏បែបណាដែលយើងមិនដឹងដែលព័ត៌មានបិទចិត្តឬក៏យ៉ាងណានោះហើយគេបានយកសក់ពីម្នាក់ស្រីនឹងដែលជាម្ចាស់សក់នឹងដោយហេតុតែជាម្ចាស់សក់ពលឹងម្នាក់នឹងគឺតាមសក់នឹងរហូតរងចាំអ្នកណាដែលជាអ្នកទិញសក់នឹងហើយតាមនៅជាមួយគេក្នុងសាច់រឿងមួយនឹងដែរបងប្អូនចាំឯកន្លែងមួយដែលខ្ញុំប្រាប់ថាគាត់មានអារម្មណ៍ថាមួម៉ៅហត់ខុសធម្មតាចាប់ផ្ដើមរួយកបងប្អូនសម័យមើលថាទស្សនវិជ្ជាមួយនឹងគឺបែបណាសម្រាប់ខ្ញុំដែលធ្លាប់ជួបប្រទះនៅរឿងហ្នឹងធ្លាប់ដឹងឮនៅរឿងមួយហ្នឹងខ្ញុំអាចសម័យឃើញថាម្នាក់ស្រីហ្នឹងគឺកំពុងតែជិះកម្ចាស់សាច់រឿងហ្នឹងឯងហេតុអីមិនខ្ញុំនិយាយចឹងព្រោះដោយសារតែខ្ញុំដឹងមានបុគ្គលម្នាក់គាត់ទិញសក់ដូចគ្នាហើយគាត់ទិញសក់មនុស្សតែម្ដងគាត់ពាក់តាំងពីគាត់ពាក់មកសក់នឹងធ្វើទៅគាត់ខ្លាំងមែនទែន
គាត់ឈឺធ្ងន់ពីមនុស្សល្អជាមួយថ្ងៃធ្លាក់ទៅជាឈឺធ្ងន់ខុសធម្មតាហើយចាប់ផ្ដើមឈឺក្បាលរកគ្រូខ្មែរក៏អត់ជារកពេទ្យមើលវាយថ្នាំពិនិត្យអីក៏អត់ឃើញតែក្បាលគាត់ឈឺខ្លាំងមែនទែនរហូតដល់គាត់ដើរទៅរកគ្រូពេលតែដើរទៅរកគ្រូអត់មានប្រាប់គាត់អីទាំងអស់អត់មានចាំឲ្យគាត់សួរទេគឺប្រាប់ហ្មងគឺថាគាត់ឃើញមនុស្សស្រីម្នាក់កំពុងតែទុំពីលើក្បាលម្ចាស់សក់នឹងឯងគឺកំពុងតែទុំពីលើក្បាលដូចអង្គុយរបៀបកែបនៅចំពីលើក្បាលម្នាក់ស្រីហ្នឹងចឹងហើយទៅបានគាត់ឈឺក្បាលរហូតវិធីដោះដឹងមកចេះបងប្អូនហើយវិធីដោះគឺគ្រូតម្រូវឲ្យបងស្រីដែលជាម្ចាស់សក់ហ្នឹងយកសក់ជាមួយនឹងពែកាន់ចូលវត្តដាក់នៅក្នុងដើមពោធិ៍ដាក់នៅក្រោមដើមពោធិ៍នៅក្នុងវត្តខ្ញុំជឿថានៅក្នុងវត្តមួយណាក៏ដាំដើមពោធិ៍ដែរប៉ុន្តែទាស់ត្រង់ថាពិធីនឹងកិច្ចមួយហ្នឹងគឺធ្វើនៅម៉ោង 12 យប់ចឹងម្ដាយរបស់គាត់បានតាក់ទងទៅវត្តដែលគាត់ស្គាល់លេងចឹងទៅហើយម៉ោង 12 យប់គេចាំបើកទ្វារឲ្យហើយគ្រូបានបញ្ជាក់ប្រាប់ច្បាស់មែនទែនថានៅពេលដែលដើរយកទៅដាក់ម្ដាយគឺនៅឈរនៅខ្លោងទ្វារវត្តហាមដាច់ខាតចូលទៅតាមកូនមានតែកូនម្នាក់គត់កូនស្រីនឹងម្នាក់គត់ដែលត្រូវដើរយកសក់នឹងទៅដាក់នៅក្រោមដើមពោធិ៍ដោយខ្លួនឯងនៅពេលដែលគាត់ធ្វើពិធីមួយនឹងកាន់ពែកាន់សក់នេះយកទៅដាក់ក្រោមដើមពោធិ៍នេះម្ដាយដែលឃើញកូនដើរក្នុងវត្តស្ងាត់ម៉ោង 12 យប់ឆ្កែលូផងអីផងនោះស្រក់ទឹកភ្នែកដឹងខ្លួនណាបងប្អូនស្រក់ទឹកភ្នែកយំមិនដូចខ្លោចផ្សាក្រោយពីធ្វើកិច្ចហើយលទ្ធផលគឺកូននឹងថ្ងៃស្អែកឡើងពីមួយថ្ងៃទៅមួយថ្ងៃគឺធូរកាន់តែខ្លាំងប្រើរយៈពេលខ្លីមែនទែនខ្លាយទៅជាសភាពធម្មតាអញ្ចឹងមានន័យថាគេទទួលហើយនេះគឺតាក់ទងជាមួយនឹងសក់អញ្ចឹងក្នុងករណីដែលបងប្អូនទាំងអស់គ្នាស្រឡាញ់សក់ត្រូវតែស៊ើបប្រវត្តិឲ្យច្បាស់ថាសក់នឹងគឺជាសក់នីឡុងជាសក់ដែលគេជាសក់សុបនិមិត្តឬក៏ជាសក់មនុស្សបើសិនជាសក់មនុស្សបងប្អូនខ្ញុំសុំចិត្តហ្មងកុំអីខ្ញុំសុំចិត្តកុំអីរបស់ខ្លះវាមានរឿងខ្លះវាតោងទៀមមកខ្ញុំមិនដឹងថាបងប្អូនជឿកម្រិតណាទេតែរបស់ខ្លះវាមានរបស់ហ្នឹងវាតោងទៀមជាម្ចាស់សក់មកអ្នកខ្លះស្លូតទៅធ្វើទុកបងប្អូនហើយចុះបើវាអាចបង្កហេតុផ្សេងអ្នកនៅក្នុងផ្ទះបងប្អូននិស្ស័យខ្ពស់អីចឹងទៅវាធ្វើអីអត់បានតែធ្វើទៅមកពុកម្ដាយឬក៏ប្អូនឬក៏បងឬក៏មីងមៀវិញតើបងប្អូនមានអារម្មណ៍បែបណាអញ្ចឹងវិធីដែលល្អស៊ើបប្រវត្តិសក់ឲ្យច្បាស់បើសិនជាសក់មនុស្សខ្ញុំលើកទឹកចិត្តកុំប្រើសក់សុបនិមិត្តដែលគេផលិតចាំប្រើហើយតសៃសក់មនុស្សតសៃសក់សុបនិមិត្តចង់អាលេខ1ប៉ុណ្ណាក៏ដោយក៏នៅតែដឹងដែរអានោះដូចកាបូប grade A លេខ1អញ្ចឹងណាcopy អញ្ចឹងណាចង់មិនក៏ដោយក៏វាអត់ដូចអាស៊ីនដែរចង់ស្បែកដូចគ្នាប៉ុណ្ណាក៏វាអត់ដូចស៊ីនដែរគេយើងមើលនៅតែដឹងទេអញ្ចឹងបើសិនជាបងប្អូនដឹងហើយកាន់ហើយដឹងថាសក់ជាសក់របស់មនុស្សខ្ញុំសុំចិត្តកុំប៉ះពីអីណាអូខេនេះគឺជាសាច់រឿងសង្ឃឹមថាបងប្អូនដែលកំពុងតែស្ដាប់មានសាច់រឿងប្រហាក់ប្រហែលគ្នាតាក់ទងជាមួយនឹងសក់អាចចែករំលែកជាមួយខ្ញុំបានតាមរយៈ page Facebook ជាអ្វីហើយពួកយើងនៅតែចាំទទួលសាច់រឿងរបស់បងប្អូនជានិច្ចហើយសាច់រឿងបន្ទាប់នេះគឺឈានចូលទៅដល់សាច់រឿងរបស់ប្អូនប្រុសពៅរបស់គាត់ដែលកើតមកមានសំណុំស្វាមានអ្នកថែរក្សាជាគ្រូកំណើតតែម្ដងតោះយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាតោះយើងចូលដល់សាច់រឿងរបស់ប្អូនប្រុសរបស់គាត់ដែលគឺជាកូនប្រុសតែម្នាក់គត់នៅក្នុងចំណោមបងប្អូន5នាក់ព្រោះគាត់ខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនហើយថាគាត់មានបងប្អូនស្រី4នាក់កូនពៅគឺជាកូនប្រុសហើយគាត់មានសំសវ៉ាណោះគាត់មានគ្រូកាន់អញ្ចឹងគាត់តាំងពីក្មេងមកគឺគាត់តែងតែឃើញក្មេងម្នាក់ដែលគាត់ចាំបានថាប្អូនរបស់គាត់គឺជាមនុស្សរស់រាយគឺមនុស្សសប្បាយមនុស្សចូលចិត្តលេងមនុស្ស active មនុស្សមានសកម្មភាពច្រើនលើសលប់អញ្ចឹងណាចុះកូនប្រុសពៅផងអញ្ចឹងគាត់ចូលចិត្តលេងប៉ុន្តែដល់ពេលមួយដែលគេហៅថាដល់ពេលដែលញៀនគាត់បើគាត់ចាប់ផ្ដើមឃើញអមនុស្សច្រើនមែនទែនហើយពេលខ្លះរំខានគាត់រហូតមកដល់បច្ចុប្បន្ននេះប្អូនប្រុសរបស់គាត់ក៏នៅតែឃើញដែរគឺច្រើនមែនទែនដែលអមនុស្សមួយចំនួនតែងតែរំខានអារម្មណ៍របស់ប្អូនប្រុសរបស់គាត់តែងតែសួរថាហេតុអីបានគាត់ស្លាប់របៀបអញ្ចឹងឲ្យជួយធ្វើបន់ផងឲ្យជួយប្រាប់បងប្អូនផងរបៀបអញ្ចឹងក្នុងករណីហ្នឹងគាត់ធុញនឹងឃើញរបស់ហ្នឹងរហូតដល់ពីក្មេងម្នាក់ដែលចូលចិត្តនិយាយស្ដីពីក្មេងម្នាក់ដែលមានសកម្មភាពច្រើនខ្លាចទៅជាមនុស្សសកលសង្គមខ្លាចជាមនុស្សអត់មាត់អត់កនិយាយមួយម៉ាត់
ចឹងរឿងហេតុមួយដែលកើតឡើងចំពោះប្អូនប្រុសគាត់គឺនៅពេលដែលខួបកំណើត5ឆ្នាំរបស់ប្អូនប្រុសគាត់នឹងឯងចឹងគាត់ចាំបានថាពេលនោះគាត់នៅម្ដុំវត្តកោះដូចជានៅជាន់ទី3ចឹងដោយសារជាកូនពៅឪពុករបស់គាត់បានធ្វើកម្មវិធីខួបកំណើតអាយុ5ឆ្នាំហ្នឹងគឺធំមែនតើបងប្អូនគឺធំមែនតើហៅញាតិផងមកច្រើនមែនតើចឹងល្ងាចឡើងនៅពេលដែលរៀបចំកម្មវិធីនេះប្អូនប្រុសរបស់គាត់គឺមានសកម្មភាពដូចធម្មតារត់លេងរត់អីបន្លែងអីធម្មតាជាមួយនឹងក្មេងអីផ្សេងគឺសប្បាយមែនតើកម្មវិធីហ្នឹងគឺសប្បាយគាត់ប្រាប់អញ្ចឹងតែស្រាប់តែមានភ្ញៀវកិត្តិយស3នាក់បានមកដល់គឺជាទាហានដែលមានឋានៈធំឥឡូវខ្ញុំឧទាហរណ៍ថាផ្កាយ2ផ្កាយ3ចុះព្រោះអ្វីដែលគាត់ប្រាប់ហ្នឹងគឺឋានៈធំអញ្ចឹងអាចផ្ទង់ផ្កាយនឹងឯងអញ្ចឹងតាំងពីវត្តមានរបស់មេទាហានទាំង3បានមកដល់ប្អូនរបស់គាត់ចាប់ផ្ដើមបដូរអាកប្បកិរិយាចាប់ផ្ដើមយំចាប់ផ្ដើមស្លឹងទៅមុខហូងខួបកំណើតរបស់ខ្លួនឯងរហូតហើយយំខ្លាំងមែនតើគេលួងក៏អត់បាត់អីក៏អត់បានរហូតដល់កម្មវិធីផ្លុំនំអូនរបស់គាត់គឺយំខ្លាំងប្រកាច់ប្រកិនចាប់មិនឈ្នះមិនផ្លុំមិនអីហើយចាស់គិតថាប្រហែលជាលេងហត់ពេកក្មេងប្រុសងាក់ងក់អីចឹងណាកូនពៅអញ្ចឹងណាចឹងក៏គេបដ ாய் ម៉ាក់ប៉ាគាត់ប្រឹងលួងធ្វើមិនឲ្យផ្លុំហើយអញ្ចឹងឲ្យចប់កម្មវិធីអញ្ចឹងទៅចឹងកម្មវិធីត្រូវបានបញ្ចប់មេទាហានទាំង3នាក់ហ្នឹងក៏ត្រូវទៅប៉ោះខ្លួនឯងនៅលើផ្លូវបណ្ដោយជាតិលេខ4ចឹងផ្លូវទៅកំពង់សោមនឹងឯងចឹងក្រោយពីញ៉ាំសារ៉ាអីហើយបន្តិចបន្តួចក៏ឡើងឡានទាំង3នាក់ហ្នឹងជិះឡានទៅផ្លូវជាតិលេខ3នៅពេលដែលកំពុងតែជិះទៅនេះខ្ញុំកាត់ត្រឹមហ្នឹងណាពិធីត្រូវបានបញ្ចប់រោងហើហើយអស់ហើយម្នាក់ទៅផ្ទះអស់ហើយគ្រួសាររបស់គាត់ក៏បានទៅគេងអញ្ចឹងនៅពេលដែលគាត់គេងនេះប្រហែលជាម៉ោង12យប់ទូរស័ព្ទរបស់ឪពុករបស់គាត់បានរោឡើងទូរស័ព្ទរបស់ឪពុករបស់គាត់បានរោឡើងលេខនៅលើទូរស័ព្ទគឺជាលេខមេទាហានដែលជាមិត្តភ័ក្តិរបស់ឪពុកគាត់នឹងឯងដែលបានធ្វើដំណើរទៅលើផ្លូវជាតិលេខ4ចេញទៅប៉ុស្តិ៍របស់គាត់នឹងឯងទេមកឪពុករបស់គាត់លើកទូរស័ព្ទលើកនៅពេលដែលលើកអត់លឺអីទាំងអស់លឺតែខ្យល់របៀបអញ្ចឹងណាលឺតែខ្យល់ហើយលឺសលេងឡានពេទ្យងងហើយលឺសលេងឡានបវូអញ្ចឹងទៅគាត់ក៏នៅតែអាឡូគាត់គិតថារាកៃឬក៏មានគាត់អត់គិតថាជាបញ្ហាគាត់គិតថារាកៃគាត់ក៏ចុចបាត់វិញ5នាទីក្រោយមកទូរស័ព្ទរបស់គាត់រោទៀតលើកមកលឺសំឡេងដដែលលឺសំឡេងរបៀបឡានពេទ្យរបៀបឡានកាត់របៀបខ្យល់តែដងនេះចម្លែកថងថាលឺសំឡេងដូចរៀងមានភ្លេងខ្លងខែកឪពុករបស់គាត់គឺថាប្រហែលរាកៃក៏អត់ខ្វល់ដែរក៏គេងទៅវិញព្រលឹមឡើងឪពុករបស់គាត់បានទទួលដំណឹងថាមេទាហានទាំង3បានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតទាំង3នាក់នៅលើផ្លូវជាតិលេខ4នៅក្នុងចន្លោះម៉ោងពី11ទៅ12ខ្ញុំសន្មតថាម៉ោង11កន្លះទៅចោះអញ្ចឹងបើសិនជាយើងគិតមកវិញបើសិនជាមេទាហានទាំង3បានជួបគ្រោះថ្នាក់ចរាចរណ៍ម៉ោង11កន្លះបាត់បង់ជីវិតបាត់ទៅហើយហេតុអ្វីនៅម៉ោង12លេខទូរស័ព្ទនឹងបានខលមកឪពុករបស់គាត់តើអាចជាហេតុការណ៍មួយនេះឬអត់នៅពេលដែលឪពុកគាត់ទទួលបានភ្លាមចាប់កូនប្រុសរបស់គាត់សួរថាដោយសារតែគាត់ដឹងថាកូនគាត់មានគ្រូកាន់ណាមានសំណុំគាត់ចាប់កូនប្រុសគាត់សួរថាចេះប្រាប់ប៉ាឲ្យត្រង់មើលម្សិលមិញកូនឯងឃើញអីនៅក្នុងកម្មវិធីហ្នឹងហេតុអីបានកូនឯងយំប្អូនប្រុសរបស់គាត់បានឆ្លើយទៅប្រាប់ឪពុកថាអ្វីដែលគាត់ឃើញគឺគាត់ឃើញមនុស្សឈរនៅមុខហូងហ្នឹងខ្មៅមៀតធំហើយកូនប្រុសគាត់និយាយច្បាស់មែនទែនគឺចាំយកមេទាហាន3នាក់ហ្នឹងឯងអញ្ចឹងហើយទៅបានគាត់យំព្រោះស្ថានភាពដែលគាត់ឃើញមនុស្ស2នាក់ដែលឈរនៅមុខហូងហ្នឹងគឺមានសភាពស្លេកស្លាំងតែរបៀបគេហៅថាយំអបាលរបៀបដែលគាត់រៀបរាប់មកប្រាប់ខ្ញុំមកគឺរបៀបយំអបាលនឹងឯងដែលឈរនៅចាំនៅមុខហូងខួបកណ្ដាលរបស់គាត់ឃើញបែបហ្នឹងឯងដែលគាត់យំរហូតយំខ្លាំងនេះគឺជាហេតុការណ៍មួយដែលកើតឡើងចំពោះប្អូនប្រុសរបស់គាត់កាលពេលប្អូនប្រុសរបស់គាត់បានជួបរឿងច្រើនមែនតើហើយខ្ញុំស្នើសុំសាច់រឿងពីគាត់តែគាត់អត់បានចែករំលែកឲ្យខ្ញុំទេដោយសារតែប្អូនប្រុសរបស់គាត់បានជ្រើសរើសភាពស្ងប់ស្ងាត់រហូតដល់គាត់ធុញខ្លាំងពេកគាត់បានផ្លាស់ប្ដូរពីសាសនាពុទ្ធទៅជាសាសនាគ្រឹះវិញគាត់ផ្លាស់ប្ដូរសាសនាដើម្បីគេចវេះពី
ប្រភេទដួងព្រលឹងពីប្រភេទអស់នឹងឯងប៉ុន្តែសួរគាត់នៅតែឃើញទេគាត់នៅតែឃើញទេអ្វីដែលជំនួសដោយការធ្វើបុណ្យតាមបែបពុទ្ធសាសនាគឺមានតែបួងសួងបែបគ្រឹះសាសនាព្រះយេស៊ូវតែប៉ុណ្ណោះហើយនេះគឺជាសាច់រឿងផ្នែកមួយអញ្ចឹងក៏ប៉ុន្តែសាច់រឿងអាឃើញសាកសពនឹងខ្ញុំអត់ដឹងថាបងប្អូនបានឃើញបានធ្លាប់ស្ដាប់រឿងគេហៅបាតទន្លេមេគង្គណាបងប្អូនដែលស្ដាប់រឿងហ្នឹងឯងក៏មានប្រហែលរឿងស្តៀងហ្នឹងដែរហើយអ្វីដែលពិសេសដែលខ្ញុំចាប់អារម្មណ៍ចាំខ្ញុំនិយាយសាច់រឿងហ្នឹងឲ្យស្ដាប់បើសិនជាបងប្អូនអត់ដែលស្ដាប់អញ្ចឹងរឿងប្រហាក់ប្រហែលគ្នាត្រង់ចំណុចនេះត្រង់ថាក្មេងៗបើសិនជាបងប្អូនចាប់អារម្មណ៍ក្មេងដែលអាចមើលឃើញខ្ញុំអត់និយាយថាក្មេងដែលមានញៀនទេក្មេងចាញ់ខែដែលភ្នែកចាប់ផ្ដើមប្រើការបានចាប់ផ្ដើមមើលឃើញពន្លឺចាប់ផ្ដើមមើលឃើញមុខឪពុកម្ដាយរហូតដល់ 4-5 ឆ្នាំជឿទេបងប្អូនថាពួកគាត់មើលឃើញអាមនុស្សហ៎ពួកគាត់មើលឃើញបើបងប្អូនសង្កេតមើលឲ្យច្បាស់ពួកគាត់អាចមើលឃើញពេលខ្លះបងប្អូន3គាត់អីចឹងភ្នែករបស់គាត់អត់មើលគាត់បងប្អូនទេភ្នែករបស់គាត់មើលទៅកន្លែងមួយដោយនឹងថ្កល់ពេលខ្លះបលែងលេងសើចតែម្នាក់ឯងពេលខ្លះជំនាញគាត់លេងជាមួយជំនាញផ្ទះលេងជាមួយដូនតាលេងជាមួយម្ដាយដើមលេងជាមួយអាមនុស្សផ្សេងពេលខ្លះគាត់យំដល់ដឹងហេតុតែភ្នែករបស់គាត់មើលទៅកន្លែងណាមួយហ្នឹងគឺជាភ្នែកទឹកបបក្មេងៗហើយសួរថាតើការយើងនៅក្មេងក៏យើងមើលឃើញអត់ខ្ញុំជឿជាក់ថាក្មេងម្នាក់ណាក៏អាចមើលឃើញដែរទោះត្រង់ថាយើងអត់បានចាំគេថាក្មេងគឺបរិសុទ្ធអត់ចេះកុហកអត់ដែលប្រព្រឹត្តខុសនៅក្នុងកាមអត់ដែលប្រព្រឹត្តខុសនៅក្នុងផ្លូវណាសិល5គឺអត់ដែលប្រព្រឹត្តខុសអីទាំងអស់ចឹងក្នុងករណីហ្នឹងសិលបរិសុទ្ធគឺស្ថិតនៅលើជាមួយនឹងក្មេងៗហ្នឹងឯងចឹងហើយទៅបានពួកគាត់អាចមើលឃើញទេវតាគាត់អាចមើលឃើញខ្មោចព្រាយគាត់អាចមើលឃើញអាមនុស្សគាត់អាចមើលឃើញដូនតាជានាងផ្ទះជាដើមឡាប៉ុន្តែដល់ពេលយើងធំទៅយើងចាប់ដើមប្រព្រឹត្តហើយ memory របស់យើងក៏អត់មានចងចាំថាកាល2ឆ្នាំមិនកាល1ឆ្នាំមិនកាល3ឆ្នាំមិនអត់មានចាំទេយើងតែខែមុនយើងធ្វើអីយើងចាំផងម្សិលមិញយើងធ្វើអីយើងអត់ចាំផងចឹងក្នុងករណីហ្នឹងហើយដែលវាមានកាលមួយដែលយើងត្រូវបំភ្លេចដែលយើងអត់អាចចងចាំហើយកាលនោះហើយដែលដេញថយក្រោយវិញដែលក្មេងទាំងអស់គាត់អាចមានសមត្ថភាពក្នុងការមើលឃើញបកទៅរឿងបាតទន្លេមេគង្គសាច់រឿងហ្នឹងគឺជាសាច់រឿងមួយដែលខ្ញុំអត់ដឹងថាចាស់ធ្លាប់ប្រាប់បងប្អូនអត់ទេជារឿងដំណាលតគ្នាប៉ុន្តែខ្ញុំជឿជាក់ថាជារឿងពិតកើតឡើងទៅលើគ្រួសារមួយដែលរស់នៅខាងអរិយខ្សាត់បើខ្ញុំចាំអត់ខុសបើខ្ញុំចាំខុសខ្ញុំនិយាយខុសសូមបងប្អូនមេត្តាជួយកែតម្រូវខ្ញុំផងណាតាមរយៈ comment ខាងក្រោមវីដេអូអញ្ចឹងសាច់រឿងហ្នឹងគឺចេះតានៅក្នុងគ្រួសារហ្នឹងមានលោកតាដែលចូលចិត្តធ្វើបុណ្យមែនតែនហើយជំនាន់ហ្នឹងគឺជំនាន់យូរមែនតែនដែលទៅធ្វើបុណ្យឬក៏ឆ្លងមកទីក្រុងក៏អត់មានការអភិវឌ្ឍអីច្រើនដែរឥឡូវយើងឧទាហរណ៍ថាសម័យចក្រមុខចុះអញ្ចឹងផ្ទះនៅតាមមាត់ទន្លេក៏មិនសម្បូរដោយផ្ទះថ្មក៏មិនសម្បូរដោយផ្ទះអីដែរអញ្ចឹងមនុស្សត្រូវការឆ្លងអីគឺទៅតាមអត់មានស្រឡាំងទេទៅតាមទូកដរនៅក្នុងថ្ងៃមួយដែលជាថ្ងៃហែកឋិនអញ្ចឹងលោកតាដែលមានចៅប្រុសម្នាក់គាត់ចូលចិត្តធ្វើបុណ្យគាត់បានងើបតាំងពីព្រលឹមដើម្បីរៀបចំត្រៃទៅហែកឋិនជាមួយនឹងគេប៉ុន្តែចៅរបស់គាត់ថ្ងៃហ្នឹងវាចម្លែកអីចៅរបស់គាត់សុំតាមជាមួយលោកតាហ្នឹងលោកតាក៏ឃើញចៅប្រហែលជាមានចិត្តបុណ្យចង់ធ្វើបុណ្យជាមួយតាមាននិស្ស័យជាមួយព្រះពុទ្ធសាសនាអញ្ចឹងក៏អនុញ្ញាតឲ្យចៅធ្វើដំណើរទៅជាមួយប៉ុន្តែដល់កំពង់ផែទូកចម្លងពីអរិយខ្សាត់មកទៅដល់កន្លែងណាមួយទៀតនោះខ្ញុំអត់ដឹងថាទៅទីក្រុងភ្នំពេញឬក៏អីទេដែលត្រូវឆ្លងដើម្បីទៅធ្វើបុណ្យនោះស្រាប់តែចៅហ្នឹងគឺយំខ្លាំងមែនទែនយំយកតែមែនតើណារហូតដល់ទាញដៃលោកតាអត់ឲ្យឡើងទូកនឹងអត់ឲ្យអីលោកតាគាត់រៀងអសធាដែរថាអញខំនាំវាមកធ្វើបន់ហើយមិនចឹងមកដល់ពេលហើយស្រាប់ងឹកងុកដោយសារតែចៅយំខ្លាំងពេកទាញដៃតាមិនព្រមឲ្យឡើងខ្លាំងពេកតាសួរអីក៏មិនចេញក៏ទាញដៃចៅត្រឡប់ទៅផ្ទះវិញទូកក៏ចេញផុតទៅដោយអត់មានលោកតាដោយអត់មានវត្តមានលោកតានិងចៅប្រុសរបស់គាត់ទេបានតែបន្តិចក៏ទទួលដំណឹងថាទូកនឹងបានលិចមនុស្សប្រមាណ10នាក់ចូលដល់100នាក់បានស្លាប់នៅលើទូកនឹងបាត់ទៅហើយលោកតាបានទទួលដំណឹងនឹងភ្លាមស្ទុះទៅរកចៅហើយសួរចៅថាមិនចឹងចៅឯងឃើញអីមែននៅកន្លែងដហ្នឹងចៅបានប្រាប់ថាអ្វីដែលគាត់ឃើញគឺមនុស្សមានធំខ្លាំងមែនតើឈរនៅកំពង់ដមួយហ្នឹងភឺហុំខ្លាំងកំពុងតែគៀសមនុស្សដែលត្រូវធ្វើដំណើរលើទូកដហ្នឹងកំពុងតែគៀសចូលទូកហ្នឹង
ចឹងហើយគាត់ឃើញសភាពបែបហ្នឹងមនុស្សតែខ្ពស់ធំដែលចៅគាត់ប្រៀបប្រដូចទៅជាមួយនឹងយក្សអញ្ចឹងកំពុងតែគៀសចូលនឹងហើយគាត់ឃើញបែបហ្នឹងហើយដែលគាត់ភ័យគាត់រន្ធត់គាត់ទាញតាគាត់ត្រឡប់មកផ្ទះហ្នឹងនឹងហើយជាសាច់រឿងមួយដែលចាស់តែនិយាយតគ្នាដែលក៏ចេញជាសភៅដែរដែលគេដាក់ចំណងជើងថាអាចកំបាំងបាតទន្លេមេគង្គចឹងបើសិនជាបងប្អូនអាច search នៅក្នុង Google ទៅមាន PDF ហើយបងប្អូនអាចអានទៅនឹងអាចដឹងហើយចឹងក្នុងករណីហ្នឹងហើយដែលខ្ញុំនិយាយថាភ្នែករបស់ក្មេងៗគឺគាត់ជាភ្នែកទឹកអាចមើលឃើញអាចប្រស្រ័យបានអ្នកខ្លះក៏មាននិស្ស័យឃើញតាំងពីក្មេងរហូតដល់ធំអ្នកខ្លះក៏ឃើញធំតែក្មេងហើយក៏បាត់ទៅវិញអូខេខ្ញុំសង្ឃឹមថាវីដេអូនៅក្នុងសប្តាហ៍នេះជាអេពីសូតថ្មីនេះបងប្អូនស្ដាប់ហើយជក់ចិត្តទទួលបាននៅព័ត៌មានថ្មីទទួលបាននៅចំណេះដឹងថ្មីហើយបងប្អូនអាចចូលចិត្តកម្រិតណានោះសូមបងប្អូនកុំភ្លេច comment នៅពីក្រោមវីដេអូហើយយើងជួបគ្នានៅវីដេអូក្រោយពីខ្ញុំបាទវីទូពីកម្មវិធីជាអ្វីរដូវកាលទី2សន្យានឹងជួបបងប្អូននៅអេពីសូតថ្មីពេលនេះសូមជម្រាបលាកុំភ្លេចអូម